Al-Nassr ធ្វើឲ្យ Cristiano Ronaldo មិនសប្បាយចិត្ត Cristiano Ronaldo បានបដិសេធមិនចូលលេងនៅថ្ងៃច័ន្ទនេះក្នុងជំនួបតទល់ជាមួយ Al Riyadh នៅ Saudi Pro League នេះបើតាមប្រភពពីសារព័ត៌មានព័រទុយហ្គាល់ដែលបានឲ្យដឹងថាប្រកាសដែល Ronaldo មិនសប្បាយចិត្តចំពោះ Al-Nassr ក៏ព្រោះតែក្លឹបមិនបានទិញដូរកីឡាករយ៉ាងកក្រឹកកក្រែងដូចជាក្លឹបគូបដិបត្តិពេលថ្នាក់ដឹកនាំ Al-Nassr បានបញ្ជាក់ថាក្លឹបមានបញ្ហាកញ្ចប់ហិរញ្ញវត្ថុទើបមិនអាចទិញដូរកីឡាករបន្ថែមបានច្រើនប៉ុន្តែ Cristiano Ronaldo មិនយល់ស្របចំពោះការលើកឡើងនេះនោះទេសូមរំលឹកថា Cristiano Ronaldo បានផ្ទេរទៅកាន់ Al-Nassr លើទឹកដីអារ៉ាប៊ីសាអូឌីតតាំងពីខែធ្នូឆ្នាំ2022ដោយទទួលបានប្រាក់ខែជាងកន្លះលានដុល្លារក្នុងមួយសប្តាហ៍Al-Nassr ជាទីដែល Cristiano Ronaldo មានកំណត់ត្រាចំនួនគ្រាប់បាល់កើនឡើងរហូតដល់961គ្រាប់គិតត្រឹមពេលនេះប៉ុន្តែគាត់ហាក់ដូចជាខ្សត់ការលើកពានជាមួយ Al-Nassr ដែលជាង3រដូវកាលនៅទីនោះគឺគាត់ទៅតែលើកពានបានមួយតែប៉ុណ្ណោះគឺ Arab Club Champions Cup កាលពីឆ្នាំ2023គាត់ពុំទាន់បានស្គាល់ពានធំនៅលីកអារ៉ាប៊ីសាអូឌីតនៅឡើយទេ